សេចក្តីប្រកាសព័ត៌មានយើងខ្ញុំតំណាងឲ្យអង្គភាពភូមិភាគទិសនិរតីសូមប្រកាសព័ត៌មានដល់បណ្ដាអង្គភាពនិងក្រសួងទូតទាំងប្រទេសកម្ពុជាឲ្យបានជ្រាបថានៅរយៈពេលដ៏ខ្លីខាងមុខនេះសូមកងកម្លាំងទាំងអស់ត្រៀមខ្លួនឲ្យបានរួចមុនជាស្រេចព្រោះថាដើម្បីប្រឆាំងនឹងរបបផ្ដាច់ការដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាហ៊ុនសែននិងយួនកុម្មុយនីសអង្គភាពយើងមិនទទួលស្គាល់រាជរដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយលោកហ៊ុនសែនគណៈបកប្រជាជនកម្ពុជាជាដាច់ខាតព្រោះថា1គណៈបកប្រជាជនកម្ពុជាគឺជាអតីតបដិវត្តប្រជាជនកម្ពុជាដែលបង្កើតឡើងតាំងពីឆ្នាំ1951ដោយបកកុម្មុយនីសឥណ្ឌូចិនដឹកនាំដោយវៀតណាមហូជីមីញដែលបានរួមចំណែកប្រព្រឹត្តឧក្រិដ្ឋកម្មសម្លាប់ខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យកន្លងមក2គណៈបកប្រជាជនកម្ពុជានិងជនផ្ដាច់ការហ៊ុនសែនត្រូវបានចាត់តាំងដោយប្រទេសវៀតណាមនិងបន្តសម្លាប់ខ្មែរដោយចោទថាប៉ុល ពត ឬខ្មែរក្រហមជាពិសេសសម្លាប់ខ្មែរក្នុងផែនការក5អំឡុងពេលដែលវៀតណាមឈ្លានពានប្រទេសកម្ពុជាពីឆ្នាំ1979 3គណៈបកប្រជាជនកម្ពុជាដឹកនាំដោយជនផ្ដាច់ការហ៊ុនសែនបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចទី5ទី6កក្កដាឆ្នាំ1997និងបានប្រព្រឹត្តបទឧក្រិដ្ឋសម្លាប់ខ្មែរជាបន្តបន្ទាប់ព្រមទាំងរំលោភសិទ្ធិមនុស្សនៅកម្ពុជាយើងជាកងកម្លាំងខ្មែរអ្នកស្នេហាជាតិខ្មែរអ្នកប្រជាធិបតេយ្យពិតប្រាកដដែលធ្វើប្រតិបត្តិការដោយសហការជាមួយប្រទេសប្រជាធិបតេយ្យជាមិត្តសហការជាមួយអន្តរជាតិអង្គការសហប្រជាជាតិក្នុងការរំដោះជាតិសាសនាប្រជាជាតិខ្មែរឲ្យមានឯករាជ្យសន្តិភាពសេរីភាពនិងប្រជាធិបតេយ្យពិតប្រាកដពីអាណានិគមយួនឈ្លានពាននិងគណៈបកប្រជាជនកម្ពុជាព្រមទាំងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិសន្ធិសញ្ញាទីក្រុងប៉ារីសនិងសិទ្ធិជាម្ចាស់ប្រទេសដូចតទៅករួបរวมសាមគ្គីខ្មែរនិងបង្រួបបង្រួមខ្មែរទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសនៅលើពិភពលោកដែលចង់បានឯករាជ្យសន្តិភាពសេរីភាពនិងប្រជាធិបតេយ្យពិតប្រាកដខបដិងនឹងតកល់ទោសឧក្រិដ្ឋជនគណៈបកប្រជាជនកម្ពុជានិងរបបផ្ដាច់ការលោកហ៊ុនសែនដែលកំពុងតែប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅកម្ពុជាដោយករណីសម្លាប់ក្នុងផែនការក5និងថ្មីនេះបាញ់សម្លាប់ខ្មែរអ្នកស្នេហាជាតិដូចជាព្រះតេជគុណសំប៊ុនធឿនលោកឈុតវុធីលោកជាវិជាលោកបណ្ឌិតកែមលីនិងបណ្ដេញប្រជាពលរដ្ឋខ្មែរចេញពីលំនៅឋានរឹតអូសដីធ្លីនិងការសម្លាប់នៅស្ពានកោះពេជ្រជាដើមលាក់និងលាក់ជាពិសេសវេកមុខឧក្រិដ្ឋជននិងប្រទេសពាក់ព័ន្ធក្នុងការប្រឡាយពូជសាសន៍ខ្មែរក្នុងរបបប្រជាធិបតេយ្យមកកាត់ទោសនៅតុលាការអន្តរជាតិកោបដិងនឹងតកល់ទោសប្រទេសវៀតណាមដែលបាននឹងកំពុងរំលោភសិទ្ធិកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងឈ្លានពានប្រទេសកម្ពុជាដូច្នេះយើងខ្ញុំសូមប្រកាសដល់បណ្ដាអង្គភាពគ្រប់ក្រសួងទាំងអស់ក៏ដូចជាប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសជ្រាបជាព័ត៌មានធ្វើនៅភូមិភាគទិសនិរតីថ្ងៃទី17ខែកក្កដាឆ្នាំ2016ពីខ្ញុំ VP9